រដ្ឋបាលខេត្តមណ្ឌលគិរីសេចក្តីអំពាវនាវរដ្ឋបាលខេត្តមណ្ឌលគិរីមានកិត្តិយសសូមគោរពជម្រាបជូនឯកឧត្តមលោកជំទាវលោកអុកញ៉ាលោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តរដ្ឋបាលក្រុងស្រុកឃុំសង្កាត់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធលោកស្រីបណ្ដាលក្រុមហ៊ុនធនាគារឯកជនគ្រឹះស្ថានហិរញ្ញវត្ថុម្ចាស់រោងចក្រសហគ្រាសសន្តាគារផ្ទះសំណាក់ផលិតកម្មសិប្បកម្មសេវាកម្មអាជីវករពាណិជ្ជករអង្គការសមាគមនានានិងសប្បុរសជនទាំងអស់មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថាដើម្បីចូលរួមឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ពជួរមុខនិងជនភៀសសឹកដែលបាននឹងកំពុងជម្លៀសខ្លួនមកកាន់កន្លែងសុវត្ថិភាពដោយស្មារតីរួបរួមជាតិនិងបព្វហេតុមនុស្សធម៌រដ្ឋបាលខេត្តមណ្ឌលគិរីសូមអំពាវនាវដល់ឯកឧត្តមលោកជំទាវលោកអុកញ៉ាលោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តរដ្ឋបាលក្រុងស្រុកឃុំសង្កាត់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធលោកស្រីបណ្ដាលក្រុមហ៊ុនធនាគារឯកជនគ្រឹះស្ថានហិរញ្ញវត្ថុម្ចាស់រោងចក្រសហគ្រាសសន្តាគារផ្ទះសំណាក់ផលិតកម្មសិប្បកម្មសេវាកម្មអាជីវករពាណិជ្ជករអង្គការសមាគមនានានិងសប្បុរសជនទាំងអស់សូមមេត្តាចូលរួមឧបត្ថម្ភគាំទ្រទាំងស្មារតីនិងថវិកាជាគ្រឿងឧបភោគបរិភោគថ្នាំពេទ្យសម្ភារៈប្រើប្រាស់សម្ភារៈផ្សេងប្រេងខ្យល់ប្រេងកូឡាថ្នាំការពារសត្វល្អិតដៃកេះលាក់និងឡាំងដើម្បីយកទៅចែកជូនវីរៈកងទ័ពជួរមុខដែលបាននឹងកំពុងខិតខំតស៊ូការពារបូរណភាពទឹកដីនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលត្រូវបានជម្លៀសខ្លួនមកកាន់កន្លែងមានសុវត្ថិភាពសម្រាប់ការឧបត្ថម្ភជាថវិកាសម្ភារៈប្រើប្រាស់ផ្សេងរដ្ឋបាលខេត្តចាប់ទទួលពីថ្ងៃជូនដំណឹងនេះតទៅទីកន្លែងទទួលរង្វង់មូលគោព្រៃនិងសាលាខេត្តឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខាងក្រោមលោកម៉ែនផូលីននាយករងរដ្ឋបាលសាលាខេត្តលេខទូរស័ព្ទ088 806 0086 កញ្ញាកែវដាឡែននាយករងទីចាត់ការហិរញ្ញវត្ថុលេខទូរស័ព្ទ012 593 487រដ្ឋបាលខេត្តមណ្ឌលគិរីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងក្តីសង្ឃឹមយ៉ាងកក់ក្ដៅទុកជាមុនចំពោះទឹកចិត្តសប្បុរសធម៌ក្នុងការចូលរួមគាំទ្រនិងសូមទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សាឯកឧត្តមលោកជំទាវលោកអុកញ៉ាលោកស្រីសប្បុរសជនទាំងអស់ទទួលបានជ័យជំនះថ្មីថែមទៀតកុំបីអខានឡើយថ្ងៃពុធ5រោចខែមករាឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ខេត្តមណ្ឌលគិរីថ្ងៃទី10ខែធ្នូឆ្នាំ2025ត្រារដ្ឋបាលខេត្តមណ្ឌលគិរី